សាច់រឿងបានចាប់ផ្ដើមដោយបង្ហាញតួអង្គឯកហាក់បីដូចជាមនុស្សធម្មតាដែលរស់នៅក្នុងទីក្រុងដ៏មមាញឹកប៉ុន្តែគេតែងតែមានអារម្មណ៍ថាខ្លួនឯងមិនមែនជាមនុស្សនៅក្នុងពិភពលោកមួយនេះឡើយកាលពីអតីតកាលគេគឺជាកំពូលអ្នកក្លាហានដែលគ្មានគូប្រៀបដែលគេប្រសិទ្ធនាមថាអធិរាជអណ្ដាតភ្លើងអាចហៅម្យ៉ាងទៀតបានថាទេវតានៃក្បាច់គុណគេបានសម្លាប់សត្រូវរាប់ពាន់នាក់រហូតដល់ឈរនៅកំពូលនៃភ្នំសាកសពទោះបីជាគេខ្លាំងពូកែលើសគេក្នុងពិភពលោកក៏ដោយក៏មានរឿងរ៉ាវមួយដែលគេមិនអាចបំភ្លេចបានគេមានការចងចាំដ៏កក់ក្ដៅមួយជាមួយក្មេងស្រីម្នាក់ដែលធ្លាប់ឲ្យផ្កាគេហើយហៅគេថាបងប្រុសភាពខ្លាំងរបស់គេមិនអាចការពារនាងបានឡើយដែលនេះគឺជាស្នាមរបួសក្នុងចិត្តដែលសឹងតែឲ្យគេបោះអ្វីៗគ្រប់យ៉ាងក្រវ៉ាត់ចោលបន្ទាប់ពីគេបានចំណាយពេលរាប់រយឆ្នាំក្នុងពិភពមូរិនស្រាប់តែមានហេតុការដ៏ចម្លែកមួយបានកើតឡើងគេបានភ្ញាក់ដឹងខ្លួនឡើងនៅក្នុងដងចិនមួយដែលស្ថិតនៅក្នុងសម័យបច្ចុប្បន្នគេមានការងឿងឆ្ងល់ជាខ្លាំងតើទីនេះជាកន្លែងណាតើខ្ញុំចេញពីទីនេះដោយរបៀបណាខណៈពេលគេកំពុងបំវែងផ្លូវក្នុងដងចិនយើងឃើញថាមានក្រុម Hunter មួយក្រុមបានចូលមកដល់ទីនេះពួកគេបានជួបប្រទះទៅនឹងសាកសពបិសាចកម្រិតខ្ពស់មួយដែលគេហៅថាអុកនៅពេលពួកគេឃើញតួអង្គឯកអង្គុយនៅទីនោះពួកគេមានការភ័យខ្លាចជាខ្លាំងហើយស្រែកថាកុំកំរើកព្រោះពួកគេមិនដឹងថាបុរសសក់វែងម្នាក់នេះជាមនុស្សឬបិសាចឡើយតួអង្គឯកយើងវិញមានការភ្ញាក់ផ្អើលដូចគ្នាដែលបានឃើញមនុស្សពាក់សម្លៀកបំពាក់ចម្លែកនិងកាន់អាវុធទំនើបបន្ទាប់មកតួអង្គឯកបានធ្លាក់មកដល់កន្លែងមួយដែលពោរពេញទៅដោយវាលខ្សាច់និងសំណង់អគារបែកបាក់យ៉ាងខ្លាំងគេមានការងឿងឆ្ងល់យ៉ាងខ្លាំងតើខ្ញុំកំពុងស្ថិតនៅកន្លែងណាព្រោះនៅទីនេះគ្មានសញ្ញានៃជីវិតឡើយក្នុងខណៈនោះគេបាននឹកឃើញដល់អតីតកាលដែលគេធ្លាប់តទល់ជាមួយនឹងបកបិសាចសួគាទាំងអស់នោះពួកគេបានប្រើប្រាស់មន្តអាគមហាមឃាត់ដែលមានថាមពលប្រឡឹងងឹតស្រដៀងទៅនឹងថាមពលដែលគេកំពុងជួបប្រទះឥឡូវនេះដោយសារស្ថិតនៅក្នុងកន្លែងដែលខ្លួនមិនស្គាល់តួអង្គឯកសម្រេចចិត្តថាមិនប្រើប្រាស់សមត្ថភាពក្បាច់គុណរបស់ខ្លួនប្រេះផ្ដាស់នោះទេសាច់រឿងបានកាត់មកដល់ទស្សនវិជ្ជាទីក្រុងសម័យថ្មីដែលមានបច្ចេកវិទ្យាទំនើបនៅក្នុងហាងអាហារមួយមនុស្សកំពុងជជែកគ្នាអ៊ូអរអំពីព័ត៌មានដែលលេចឡើងនៅច្រកទ្វារឬហៅថាដងចិនដែលជាបាតុភូតដ៏ចម្លែកដែលពិភពលោកកំពុងជួបប្រទះតួអង្គឯកបានចូលមកដល់ទីក្រុងមួយនេះហើយបានសង្កេតឃើញថាមនុស្សនៅទីនេះភាគច្រើនមានថាមពលខាងក្នុងខ្សោយប៉ុន្តែភ្នែករបស់គេបានប្រទះឃើញនៅក្មេងស្រីម្នាក់ដែលកំពុងដើរកាន់ដៃម្ដាយក្មេងស្រីម្នាក់នោះមានថាមពលខាងក្នុងដល់បរិសុទ្ធនិងខ្លាំងអស្ចារ្យដែលសូម្បីតែអ្នកហាត់គុណជាន់ខ្ពស់នៅក្នុងពិភពមូរិនក៏ពិបាកនឹងមានដែរខណៈពេលដែលនាងកំពុងដើរជាមួយម្ដាយឆ្លងផ្លូវមានខ្យល់យ៉ាងខ្លាំងបានបក់បូរទន្សាយរបស់នាងហោះទៅកណ្ដាលផ្លូវដោយភាពជាក្មេងនាងបានរត់ទៅរើសបូរទន្សាយរបស់នាងដោយមិនមើលឆ្វេងស្ដាំភ្លាមនោះមានឡានដឹកទំនិញមួយគ្រឿងបានបើកយ៉ាងលឿនបំរុងនឹងបុកនាងការភ័យស្លន់ស្លោរបស់ម្ដាយនាងបានស្រែកហៅឈ្មោះកូនថាហាយ៉ុងដែលនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុតភ្លាមនោះតួអង្គឯកបានប្រើល្បឿនយ៉ាងលឿនដោយផ្នែកបន្ទោស្ទុះទៅត្រកងក្មេងស្រីនោះចេញពីគ្រោះថ្នាក់បានទាន់ពេលវេលាសកម្មភាពនេះបានធ្វើឲ្យអ្នកនៅជុំវិញខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពដ៏មិនធម្មតារបស់តួអង្គឯកម្ដាយរបស់ហាយ៉ុងដែលជាម្ចាស់ហាងមួយកន្លែងបានរត់មកទាំងភ័យខ្លាចនិងបានអរគុណដល់តួអង្គឯកយ៉ាងខ្លាំងដែលបានជួយជីវិតកូនស្រីរបស់នាងក្នុងពេលកំពុងជែកគ្នាពោះរបស់តួអង្គឯកលាន់សូរតែគ្រូកយ៉ាងខ្លាំងដែលបញ្ជាក់ថាគេកំពុងដាច់បាយខ្លាំងណាស់ដោយក្តីដឹងគុណម្ដាយរបស់ហាយ៉ុងក៏បានអញ្ជើញគេទៅក្នុងហាងរបស់នាងដើម្បីញ៉ាំអាហារដោយមិនគិតថ្លៃនៅពេលចូលមកដល់ក្នុងហាងបុរសជាប្តីបានដឹងរឿងរ៉ាវហើយក៏បាននាំតួអង្គឯកទៅងូតទឹកជំរះរាងកាយព្រោះខ្លួនប្រាណរបស់តួអង្គឯកប្រឡាក់ទៅដោយដីតួអង្គឯកមិនចេះប្រើទឹកការឈោកនោះទេនៅពេលដែលគេព្យាយាមចុចបែកជាត្រូវបានទឹកបាញ់យ៉ាងខ្លាំងផ្អើលពេញបន្ទប់ទឹក
រហូតដល់បុរសជាប្តីចូលមកជួយបង្ហាញពីរបៀបប្រើប្រាស់ក្រោយពីចេញពីបន្ទប់ទឹករួចគេបានស្លៀកសម្លៀកបំពាក់ថ្មីនិងមើលទៅសំណំនិងមានរបៀបរៀបរយមុនឆ្ងាយណាស់គណៈពេលកំពុងចាំអាហារតួអង្គឯកបាននឹកទៅដល់អតីតកាលរបស់ខ្លួនគេបាននឹកទៅដល់ច្រកទ្វារមួយដែលបាននាំគេចេញពីពិភពមូរិនឬពិភពវឹកហាត់មកដល់ពិភពបច្ចុប្បន្ននេះគេហាក់ដូចជាកំពុងតែព្យាយាមសម្របខ្លួនទៅនឹងបរិយាកាសថ្មីដែលគេមិនធ្លាប់ស្គាល់បុរសជាប្តីឬមេចង្ភៅបានលើកម្ហូបមួយចានមកឲ្យនោះគឺជាមីខ្មៅតួអង្គឯកមានការងឿងឆ្ងល់នឹងពណ៌ខ្មៅនៃទឹកជ្រលក់នោះណាស់ដោយគិតក្នុងចិត្តថាតើគេធ្វើវាដោយរបៀបណាពណ៌របស់វាដូចជាទឹកខ្មៅដែលគេប្រើប្រាស់សម្រាប់សរសេរអក្សរអញ្ចឹងប៉ុន្តែនៅពេលដែលគេបានភ្លក់ដំបូងរសជាតិដ៏ឈ្ងុយឆ្ងាញ់បានធ្វើឲ្យគេមានអារម្មណ៍ដូចជាបានឃើញពន្លឺដ៏អស្ចារ្យគេបានញ៉ាំវាដោយជក់ចិត្តនិងសរសើរមិនដាច់ពីមាត់ថាវាជាអាហារដែលឆ្ងាញ់អស្ចារ្យបំផុតក្នុងពិភពលោកនេះតួអង្គឯកកំពុងរីករាយជាមួយនឹងអាហារដែលគ្រួសារមួយនេះបានធ្វើឲ្យគ្រួសារមួយនេះបាននិយាយលេងជាមួយនឹងតួអង្គឯកនឹងពីការរៀបការនិងមានគ្រួសារព្រោះបណ្ដោយឲ្យតែយូរទៅកូនស្រីរបស់គ្រួសារមួយនេះនឹងចាប់ទុកតួអង្គឯកជាពូបង្កើតហើយគណៈពេលកំពុងដើរតាមផ្លូវនាពេលល្ងាចគ្រួសារដ៏មានសុភមង្គលមួយនោះបានសួរនាំអំពីអាយុពិតប្រាកដនិងឈ្មោះពិតប្រាកដរបស់តួអង្គឯកតួអង្គឯកបានឆ្លើយយ៉ាងខ្លីថាខ្លួនមានអាយុ35ហើយឈ្មោះពិតរបស់ខ្លួនគឺកាងស៊ូចម្លើយនេះបានធ្វើឲ្យគ្រួសារនោះស្រឡាងកាងនិងមិនចង់ជឿព្រោះរាងកាយរបស់កាងស៊ូមើលទៅក្មេងខ្លាំងណាស់ដូចជាយុវជនអាយុ20អញ្ចឹងបន្ទាប់មកសាច់រឿងបាននាំអារម្មណ៍ត្រឡប់ទៅកាន់អតីតកាលដ៏យូរលង់ក្នុងពិភពមូរិនកាងស៊ូលបាននឹកឃើញដល់ក្មេងស្រីម្នាក់ដែលបានផ្ដល់ឈ្មោះឲ្យគេនាងបានប្រាប់ថានាងចង់ឲ្យគេតែងតែមានស្នាមញញឹមទោះនាងដាក់ឈ្មោះឲ្យគេកាងស៊ូដែលមានអត្ថន័យថាស្នាមញញឹមដ៏រឹងមាំទោះបីជាការនោះកាងស៊ូរអ៊ូថានាងគ្មានទេពកោសល្យក្នុងការដាក់ឈ្មោះក៏ដោយប៉ុន្តែគេបានសម្រេចចិត្តប្រើប្រាស់ឈ្មោះមួយនេះរាត្រីស្ងប់ស្ងាត់មួយបានឈានចូលមកដល់ស្របពេលដែលមានសត្វក្អែកហោះហើរពេញផ្ទៃមេឃក្នុងទីក្រុងដ៏ទំនើបមួយសំឡេងក្អែកយំខ្វាកបន្តឡើងលើអាកាសហាក់បីដូចជានាំសារអ្វីមួយម្យ៉ាងខណៈយប់កាន់តែជ្រៅទៅនៅក្នុងបន្ទប់ដ៏ស្ងាត់ជ្រងំមួយកាងស៊ូដែលជាតួឯកប្រុសរបស់យើងកំពុងអង្គុយតាំងសមាធិប្រមូលផ្ដុំធាតុដើមយ៉ាងខ្លាំងក្លាចេញជាពន្លឺពណ៌ខៀវជុំវិញខ្លួនគាត់គេបានបើកភ្នែកយឺតរួចគិតក្នុងចិត្តថាទីនេះពិតជាសម្បូរទៅដោយថាមពលដ៏បរិសុទ្ធមែនកាងស៊ូបានសម្លឹងមើលជុំវិញបន្ទប់របស់ខ្លួនកំពុងតែដេករួចក៏ឧទានថារបស់ប្រើប្រាស់ទាំងនេះសុទ្ធតែអ្វីដែលគេមិនធ្លាប់ឃើញពីមុនមកវាពិតជាកន្លែងដ៏អស្ចារ្យមែនភ្លាមនោះកាំងស៊ូក៏មានអារម្មណ៍ថាមានមនុស្សម្នាក់កំពុងតែដើរជិតនឹងមកដល់បន្ទប់របស់គេនៅពេលនោះដែរទ្វារក៏បានបើកឡើងក្រានោះគឺជាសុនថេដែលជាម្ចាស់ផ្ទះនេះផងគាត់បានដើរចូលមកទាំងភាពភ្ញាក់ផ្អើលនៅពេលដែលគាត់ឃើញកាំងស៊ូកំពុងតែអង្គុយនៅក្នុងបន្ទប់ដ៏ងងឹតមួយសុនថេបានលាន់មាត់សួរទៅកាន់កាំងស៊ូថាតើឯងកំពុងធ្វើអ្វីហ្នឹងហេតុអ្វីបានជាឯងមិនបើកភ្លើងនៅពេលដែលកាំងស៊ូងាកមកហើយក៏បានសួរស្ដីទៅកាន់ថេសុងហើយគាត់បាននិយាយថាខ្ញុំគ្រាន់តែអង្គុយនៅទីនេះព្រោះរកទៀនមិនទាន់ឃើញសុនថេធ្វើមុខហួសចិត្តរួចក៏នឹកឃើញថាអូភ្លេចខ្លួនព្រិចប្រាប់ពីរបៀបប្រើអគ្គិសនីព្រោះបរិសម្នាក់នេះជាមនុស្សបុរាណសុនថេក៏បានដើរទៅចុចកង់តាក់ភ្លាមនោះពន្លឺភ្លើងក៏បានភ្លឺពេញបន្ទប់ហើយធ្វើឲ្យកាំងស៊ូភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំងឈានដល់ពេលព្រឹកព្រលឹមស៊ូយ៉ុងដែលជាម្ចាស់ផ្ទះស្រីបានដើរចេញមករួចក៏ឃើញកាំងស៊ូភ្ញាក់ពីព្រលឹមដូចខ្លួនដែរកាំងស៊ូសួរទៅកាន់នាងទាំងភាពងឿងឆ្ងល់ថាស៊ូយ៉ុងតើនាងកំពុងចាប់ផ្ដើមធ្វើម្ហូបនៅម៉ោងប៉ុណ្នេះមែនថេសុងដែលកំពុងតែកាន់វែកនៅក្នុងផ្ទះបាយក៏បានឆ្លើយតបថាមែនហើយពួកយើងត្រូវតែរៀបចំអីវ៉ាន់សម្រាប់លក់ព្រោះមានការងារច្រើនណាស់ដែលត្រូវធ្វើកាំងស៊ូបានអង្គុយមើលអ្នកទាំងពីរធ្វើម្ហូបក្នុងផ្ទះបាយទាំងទឹកមុខស្មាធេងរួចក៏បានសម្រេចចិត្តសួរទៅកាន់ថេសុងថាតើមានអ្វីឲ្យខ្ញុំជួយបានដែរទេថេសុងបានងាកមកប្រាប់ថាឯងចង់ជួយមែនទេតាមពិតទៅឯងសម្រាប់ឲ្យច្រើនទៅកុំខ្វល់ពីរឿងនឹងច្រើនពេកក៏ប៉ុន្តែកាំងស៊ូបានតបដោយចិត្តមុតមមថាខ្ញុំមិនខ្វល់ទេខ្ញុំចង់ជួយសងគុណអ្នកទាំងពីរដែលបានឲ្យចម្រោកនិងចិត្តល្អចំពោះខ្ញុំឃើញបែបនេះថេសុងក៏បានយល់ព្រមរួចក៏សួរថាតើឯងអាចបោះសម្អាតផ្ទះបានដែរឬទេថេសុងក៏បានយកម៉ាស៊ីនបូមធូលី
ហុចឲ្យកាងស៊ូប្រើឯកាងស៊ូវិញកាន់ម៉ាស៊ីនបូមធូលីនោះឡើងលើកឡើងខ្ពស់ហាក់បីដូចជាកំពុងកាន់ដាវដើម្បីប្រយុទ្ធអញ្ចឹងថេសុងក៏បានបញ្យល់ថាវាជាម៉ាស៊ីនសម្រាប់បូមធូលីឯងគ្រាន់តែចុចប៊ូតុងហើយរុញវាឲ្យដូចអំបោះទៅជាការស្រេចហើយវាមិនពិបាកនោះទេធ្វើឲ្យកាងស៊ូឈរមើលទាំងភាពងឿងឆ្ងល់ថេសុងបាននិយាយទាំងស្នាមញញឹមទៅកាន់កាងស៊ូថាធម្មតាហាងយ៉យតែងតែជួយពួកយើងបែបនេះជានិច្ចហាងយ៉ងហ្នឹងកូនរបស់គាត់ស្រាប់តែមានរឿងដ៏គួរឲ្យមិនជឿកាត់ឡើងកាងស៊ូបានព្យាយាមប្រើម៉ាស៊ីនបូមធូលីតែដោយសារកម្លាំងបូមធូលីវាខ្លាំងពេកធ្វើឲ្យសក់របស់គេប៊ីត្រងោឯថេសុងវិញលាន់មាត់ថាអូព្រះអើយឯងមិនអីទេមែនទេថេសុងបានដកដង្ហើមធំរួចប្រាប់ថាទោះបីជាវាចាស់មែនតែកម្លាំងម៉ាស៊ីនបូមវាគឺខ្លាំងណាស់ថេសុងក៏បានសួរទៅកាន់កាងស៊ូថាកាងស៊ូក៏បានងក់ក្បាលយល់ព្រមបន្ទាប់មកថេសុងក៏បានប្រគល់ភារកិច្ចឲ្យកាងស៊ុលរួចក៏បានដើរទៅកាន់ផ្ទះបាយវិញដើម្បីធ្វើម្ហូបបន្តកាងស៊ូកំពុងឈរមើលម៉ាស៊ីនបូមធូលីនោះរួចគិតក្នុងចិត្តថាខ្ញុំត្រូវតែសម្អាតវាឲ្យបានក៏ប៉ុន្តែរបស់នេះមើលទៅហាក់បីដូចជាគ្រោះថ្នាក់ខ្លាំងណាស់កាងស៊ូមិនសូវទុកចិត្តម៉ាស៊ីននេះប៉ុន្មានទេរួចគេសម្រេចចិត្តថាគេនឹងប្រើថាមពលរបស់ខ្លួនភ្លាមនោះភ្នែកនិងដៃរបស់គេបានបញ្ចេញពន្លឺពណ៌ខៀវយ៉ាងខ្លាំងក្លាគេចាប់ផ្ដើមប្រមូលផ្ដុំថាមពលធាតុដើមក្តាប់ដៃយ៉ាងណែនបញ្ចេញជាផ្សែងនិងពន្លឺជុំវិញខ្លួនយ៉ាងអស្ចារ្យកាងស៊ូបានបង្កើតជាខ្យល់បក់បោកពេញហាងដើម្បីដេញធូលីចេញថាមពលរបស់គេខ្លាំងដល់ថ្នាក់អាចបង្រួមធូលីដីឲ្យក្លាយជាដុំមូលមួយតូចហោះនៅលើអាកាសបានយ៉ាងងាយស្រួលគេបានកាន់ម៉ាស៊ីនបូមធូលីរួចប្រើក្បាច់គុណមកពីមូរិនបញ្ជាឲ្យធូលីទាំងអស់នោះហោះចូលក្នុងម៉ាស៊ីនតែម្ដងមិនថាធូលីនៅកន្លែងណានោះទេកាំងស៊ូសម្អាតយ៉ាងលឿនបំផុតសូម្បីតែជញ្ជាំងក៏ភ្លឺររោងដែរបន្ទាប់ពីសម្អាតធូលីរួចកាំងស៊ូក៏និយាយថាធូលីរួចរាល់ហើយបន្ទាប់មកគេសម្លឹងមើលទៅកាន់ធុងដាក់ទឹកគេចាប់ផ្ដើមប្រើក្បាច់គុណដើម្បីបញ្ជាធាតុទឹកធ្វើឲ្យទឹកនៅក្នុងធុងហោះឡើងលើអាកាសយ៉ាងអស្ចារ្យកាំងស៊ូប្រើប្រាស់ធាតុដើមដើម្បីបញ្ជាទឹកហូរក្រឡឹងជុំវិញខ្លួនរបស់គេដើម្បីលាងសម្អាតហាងនៅទីនេះគ្រាន់តែមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះទឹកទាំងអស់ក៏ត្រឡប់មកវិញរួចរលាយបាត់អស់បន្សល់ទុកតែភាពស្អាតគ្មានកន្លែងណាទាស់នៅពេលនោះដែរកាំងស៊ូក៏បានឈរទាំងទឹកមុខត្រជាក់ត្រេបរួចនិយាយថាប៉ុណ្ណឹងប្រហែលជាស្អាតហើយខណៈពេលដែលថេសុងកំពុងដើរមកហើយបានភ្ញាក់ផ្អើលយ៉ាងខ្លាំងថេសុងភាំងស្មារតីភ្លាមព្រោះមនុស្សធម្មតាមិនអាចសម្អាតនៅកន្លែងនេះលឿនបែបនេះនោះទេនៅពេលនោះដែរថេសុងបានភ័យផងអរផងរួចសួរទៅកាន់កាំងស៊ូថាតើឯងកំពុងធ្វើអ្វីហ្នឹងកុំប្រាប់ឲ្យសោះថាឯងគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពពិសេសកម្រិតខ្ពស់កាំងស៊ូធ្វើមុខឆ្ងល់រួចសួរទៅកាន់ថេសុងថាអ្វីខិនតើរបស់នោះគឺជាអ្វីទៅអ្វីខិនគឺជាពាក្យដែលមនុស្សគ្រប់គ្នាហៅមនុស្សដែលមានសមត្ថភាពថាមានសមត្ថភាពពិសេសចាប់តាំងពីទ្វារមន្តអាគមឬហៅថា Gate បានបើកឡើងនៅកាលពី25ឆ្នាំមុនសមត្ថភាពនោះគេតែងតែហៅថាអូរ៉ាដែលអាចធ្វើឲ្យមនុស្សមានកម្លាំងផ្លូវចិត្តបញ្ជារបស់របរហោះហើរយ៉ាងអស្ចារ្យឬក៏អាចប្រើធម្មពលធាតុផ្សេងដូចជាភ្លើងឬតកកជាដើមហើយកម្រិតធម្មពលទាំងនោះក៏គេត្រូវបានបែងចែកជាថ្នាក់ផងដែរទៅតាមកម្រិតនីមួយមនុស្សម្នាក់នឹងទទួលបានការគោរពនិងការផ្ដល់តម្លៃខុសៗគ្នាអំពីសង្គមមួយនេះថេសុងបាននិយាយទាំងរំភើបថាគេធ្លាប់ធ្វើការជាមួយពួកអវេខិនច្រើនណាស់តែមិនដែលឃើញនរណាម្នាក់ប្រើអូរ៉ាបានស្ទាត់ជំនាញដោយកាំងស៊ូឡើយគេបានជំរុញឲ្យកាំងស៊ូចូលរួមជាមួយនឹងហ្គៀលដើម្បីរស់នៅឲ្យស្រួលជាងនេះទៅទៀតហ្គៀលហ្នឹងមានន័យថាស្ថាប័នពួកអវេខិនណាបើអត់មានស្ថាប័នទេពួកហ្នឹងវាធ្វើការដោយឯករាជ្យអញ្ចឹងទៅគេបង្កើតហ្គៀលដើម្បីគៀបសង្កត់ពួកហ្នឹងកុំឲ្យធ្វើខុសច្បាប់ដូចមនុស្សយើងត្រូវតែមានច្បាប់អញ្ចឹងបើអត់ច្បាប់ទៅវាញ៉ៃអញ្ចឹងទៅមនុស្សយើងត្រូវតែបង្កើតច្បាប់ដូចហ្គៀលអញ្ចឹងតែនឹកស្មានមិនដល់កាំងស៊ូបានតបវិញទាំងមុខស្មើថាថេសុងខ្ញុំមិនមានគម្រោងចង់ខ្លាចជា Hunter ស្អីដឹងទេធ្វើឲ្យថេសុងភ្ញាក់ផ្អើលយ៉ាងខ្លាំងថេសុងបាននិយាយថាឯងមិនដឹងទេអីកំពូ Hunter កម្រិតខ្ពស់រស់នៅដូចជាស្ដេចអញ្ចឹងឬមានវណ្ណៈខ្ពង់ខ្ពស់ខ្លាំងណាស់កាំងស៊ូបានដកដង្ហើមយ៉ាងធំរួចក្តាប់ដៃយ៉ាងណែនហើយកាំងស៊ូបាននិយាយថាខ្ញុំធ្លាប់មានទ្រព្យសម្បត្តិកិត្តិយសតែខ្ញុំទើបតែដឹងថារបស់ទាំងនោះគឺគ្មានន័យឡើយក៏សួរតែម្នាក់ផ្អើលថាកាំងស៊ូតើឯងចង់ចាំរឿងរ៉ាវពីមុនអស់ហើយមែនទេហើយនៅពេលនោះដែរកាំងស៊ូក៏បានទម្លាយការពិតថាតាមពិតទៅគេមិនមែនជាមនុស្សដែលរស់នៅក្នុងពិភពលោកមួយនេះទេគឺគេមកពីពិភពមួយដែលមានឈ្មោះថាមូរិនដែលមានទេសភាពស្រស់ស្អាតនិងពោពេញទៅដោយអ្នកខ្លាំងគេបានរៀបរាប់បន្តថានៅពេលដែលគេភ្ញាក់ដឹងខ្លួនឡើង
គេបានស្ថិតនៅក្នុងកណ្ដាល gate នោះបាត់ទៅហើយគេក៏បានដើរតាមធម្មពលដ៏មានបរិសុទ្ធរហូតដល់ទីនេះហើយវាគឺជាការចៃដន្យដែលគេបានជួយសង្គ្រោះហាយ៉ុងពីការបុកដោយរទេះដែកអាកន្លែងហ្នឹងកាំងស៊ូអ្នកនិយាយរទេះដែកគេអត់ធ្លាប់ស្គាល់ថានឹងជាឡានទេកាលពីថ្ងៃដំបូងមកម៉េះកាំងស៊ូបាននិយាយសុំទោសទៅកាន់ថេសុងដែលគេមិនបានប្រាប់ការពិតតាំងពីដំបូងព្រោះគេខ្លាចមានរឿងស្មុគស្មាញជាងនេះទៅទៀតថេសុងឮហើយក៏បានដើរដាក់ដៃលើស្មាកាំងស៊ូទាំងភាពក្តុកក្តួលហើយនិយាយថាឯងមើលទៅពិតជាពិបាកខ្លាំងណាស់កាំងស៊ូដែលត្រូវធ្លាក់មកកន្លែងដែលខ្លួនមិនស្គាល់បែបនេះនិយាយបណ្ដាថេសុងក៏ស្រក់ទឹកភ្នែកបណ្ដាព្រោះគេគឺជាមនុស្សម្នាក់ដែលឆាប់នឹងប៉ះទង្គិចផ្លូវចិត្តខ្លាំងណាស់កាំងស៊ូសួរទាំងឆ្ងល់ថាតើឯងពិតជាជឿខ្ញុំមែនដែរឬទេថេសុងក៏បានឆ្លើយតបថាមានអីដែលគួរឲ្យមិនជឿបើឯងខ្លាំងបែបនេះទៅហើយថេសុងក៏បានណែនាំថាសម្រាប់ពេលនេះឲ្យកាំងស៊ូធ្វើជាមនុស្សម្នាក់ដែលរស់នៅដាច់ដោយឡែកសិនទៅហើយចាំគិតរឿងចោះឈ្មោះធ្វើជា Hunter តាមក្រោយទៅសាច់រឿងបានកាត់មកសន្តាគារដ៏ខ្ពស់ស្កឹមស្កៃមួយកន្លែងដែលជាទីស្នាក់ការកណ្ដាលរបស់សមាគម Hunter នៅក្នុងបន្ទប់ Support Unit មួយបរិសម្នាក់មានឈ្មោះថាសុងជីនហូកំពុងតែដេកលក់លើតុទាំងអស់កម្លាំងភ្លាមនោះទ្វារក៏បានបើកទាំងកំហឹងរួមជាមួយសម្លេងស្រែកថាសុងជីនហូនារីម្នាក់បានស្ដីឲ្យសុងជីនហូថាតើឯងអាចបានដេកពេញមួយយប់ទៀតហើយមែនទេហើយនាងបានដាក់ទំនាយថាបែរជាឯងច្បាស់ជាស្លាប់ដោយសារការមិនដេកហើយមើលទៅនារីម្នាក់នោះមានឈ្មោះថាគឹមយ៉ុងហ៊ីមកពីផ្នែកអធិការកិច្ចនាងសួរទៅកាន់ជីនហូថាតើឯងកំពុងធ្វើអ្វីបានជាឯងមិនដេកបែបនេះជីនហូតបថាគេកំពុងតែតាមដានរឿងរ៉ាវដែលកើតឡើងនៅ gate មួយដែលមានអត្ថលេខ A0128109 តែគេមិនដឹងថាត្រូវចាប់ផ្ដើមត្រង់ណាឡើយគឹមយ៉ុងស៊ីសួរទៅកាន់គេថាតើឯងកំពុងតែតាមរក Zero Awaken មែនដែរឬទេZero Awaken ហ្នឹងគឺជារហស្សនាមអ្នកដែល Awaken ខ្លាំងបំផុតបងអស់ជីនហូបានមើលឯកសារទាំងបារម្ភព្រោះប្រធានសមាគមបានបញ្ជាឲ្យគេបិទសំណុំរឿងនេះចោលក៏ប៉ុន្តែរឿងរ៉ាវមួយនេះនៅតែជាអាថ៌កំបាំងនៅតែមិនទាន់បកស្រាយបាននៅឡើយជីនហូកំពុងតែសម្លឹងមើលឯកសារផ្លូវការពីប្រធានសមាគមយ៉ាងតានតឹងដែលបញ្ជាឲ្យគេបិទសំណុំរឿង Gate លេខ A0128109 ជាបន្ទាន់គេសួរទៅកាន់ខ្លួនឯងទាំងមិនអស់ចិត្តថាឲ្យឈប់តាមដានអ្នកដែលមានសមត្ថភាពកម្រិតសូន្យមែនទេនៅពេលនោះដែរជីនហូបានទះតុកផាំងហេតុអ្វីទៅមយ៉ុងហ៊ីដែលឈរនៅក្បែរនោះតបវិញថានេះជាការសម្រេចចិត្តរបស់ប្រធានយើងមិនអាចប្រកែកបាននោះទេជីនហូពិតជាសោកស្ដាយខ្លាំងមែនទែនព្រោះនេះជាឱកាសតែមួយគត់ដែលប្រទេសកូរ៉េអាចនឹងមានអ្នកខ្លាំងកម្រិតសូន្យនឹងគេប្រសិនបើតាមដានបន្តទៀតប្រធានសមាគមមានមហិច្ឆតាចង់ឲ្យប្រទេសកូរ៉េមានមុខមាត់មានអំណាចខ្លាំងក្លាលើឆាកអន្តរជាតិតាមរយៈការគ្រប់គ្រងអ្នកខ្លាំងតែម្នាក់មយ៉ុងហ៊ីបានបង្ហាញទឹកមុខដល់បារម្ភចុះបើចុងក្រោយយើងរកគេមិនឃើញតើមានរឿងអ្វីកើតឡើងទៅជីនហូបានងើបមកឡើងរួចនិយាយថាគុំបារម្ភអីពួកយើងច្បាស់ជារកគេឲ្យឃើញឲ្យបានមយ៉ុងហ៊ីប្រាប់ឲ្យគេប្រញាប់ស៊ើបអង្កេតចាំនាងជាអ្នកចាត់ការឲ្យរួចមកជីនហូសួរទៅកាន់នាងថាតើចង់ញ៉ាំបាយថ្ងៃត្រង់ជាមួយគ្នាដែរឬទេមយ៉ុងហ៊ីប្រកែកភ្លាមព្រោះគេមានណាត់ញ៉ាំបាយជាមួយប្អូនប្រុសដែលមិនបានជួបគ្នាជាយូរមកហើយគេបានណែនាំនៅប្រធានក្រុមម្នាក់ទៀតមានឈ្មោះថាបែកអ៊ុនហូដែលជាអ្នកជំនាញខាងម្ហូបអាហារជីនហូក៏ព្យាយាមនឹកឈ្មោះហាងបាយដែលអ៊ុនហូបានណែនាំតើហាងបាយនោះឈ្មោះអ្វីទៅណោះកាត់មកដល់ហាងបាយមួយកន្លែងដែលមានស្លាកយីហោឈ្មោះថា Spring Pavilion ដែលជាហាងអាហារចិនដ៏ល្បីប្រចាំតំបន់នេះអូនប្រុសរបស់ជីនហូគឺគឹមយ៉ុងជីនកំពុងឈរចាំយ៉ាងរំភើបដើម្បីញ៉ាំមីខ្មៅដែលជាម្ហូបប្រចាំហាងនេះគេគឺជាប្រធានផ្នែកវិទ្យាសាស្ត្រក្រុមទី1មានឈ្មោះថាគឹមយ៉ុងជីនពួកយើងប្រហែលជាដឹងហើយថាហាងមួយនេះគឺជាកន្លែងដែលកាងស៊ូកំពុងរស់នៅនិងធ្វើការទៀតផងមយ៉ុងហ៊ីបានដើរចូលទៅក្នុងហាងទាំងទឹកមុខញញឹមស្រស់បំព្រងនិងចង់ញ៉ាំអាហារឲ្យឆ្ងាញ់តែម្ដងគ្រាន់តែដើរចូលហាងភ្លាមនាងបានប្រទះភ្នែកជាមួយនឹងអ្នករត់តុកធ្វើឲ្យនាងភ្ញាក់ព្រឺតបើកភ្នែកធំៗតែម្ដងម្ចាស់ហាងស្រីបានមកស្វាគមន៍រាក់ទាក់ទាំងមានសុជីវធម៌នៅពេលដែលពួកគេទាំងពីរនាក់រកកន្លែងអង្គុយបានហើយមយ៉ុងហ៊ីក៏លួចគិតក្នុងចិត្តទាំងចម្ងល់ថាតើហាងនេះពិតជាឆ្ងាញ់ដែរមែនទេហេតុអ្វីបានជាអត់ភ្ញៀវអញ្ចឹងតែប្អូនប្រុសរបស់នាងធានាថារសជាតិគឺលំដាប់ផ្កាយ5មិនដូរបន្ទាប់មកម្ចាស់ហាងបានហុចមីនុយម្ហូបឲ្យទៅពួកគេទាំងពីរនាក់រួចនិយាយថាបើអ្នកទាំងពីររើម្ហូបហើយអាចហៅខ្ញុំបានណាមយ៉ុងជីនបើកមើលមីនុយរួចនិយាយទាំងជឿជាក់ថា
បងស្រីច្បាស់ជាចូលចិត្តមិនខានព្រោះម្ហូបនៅទីនេះសុទ្ធតែរបស់ពិសេសម្យ៉ងជៀនក៏សម្រេចចិត្តយ៉ាងលឿនថាសម្រាប់ខ្ញុំគឺច្បាស់ណាស់ជាមីខ្មៅចំណែកឯម្យ៉ងហ៊ីក៏យល់ព្រមទៅតាមប្អូនដែរនៅពេលដែលពួកគេទាំងពីរនាក់ក្រមងរួចហើយម្យ៉ងជៀនបានលើកដៃហៅម្ចាស់ហាងនិងនិយាយអំពីអ្វីដែលពួកគេទាំងពីរនាក់កំងអញ្ចឹងកន្លែងដែលឈុតឆាកដែលពួកគេទាំងពីរនាក់ញ៉ាំនឹងកំងអាហារហ្នឹងខ្ញុំសូមកាត់ចោលដោយសារពីអត់មានសូវតាក់ទងអីមួយរឿងយើងណាវាតាក់ទងណាតែវាអត់ចូលចំណុចសំខាន់នៃរឿងមួយនេះនៅពេលនោះដែរម្យ៉ងជៀនបានសួរទៅកាន់បងស្រីរបស់គេថាមិនហើយបងស្រីរឿងដងចិនកម្រិត A នោះឮថាវិវក់ខ្លាំងណាស់មែនទេម្យ៉ងហ៊ីដកដង្ហើមធំរួចតបថារឿងនេះហើយដែលធ្វើឲ្យបងឈឺក្បាលខ្លាំងបំផុតនៅពេលនេះនាងបានរៀបរាប់ពីសម្ពាធពីមហាជននិងបណ្ដាញសង្គមដែលកំពុងតែជិះជាន់សមាគមយ៉ាងខ្លាំងព្រោះតែមិនទាន់រកអ្នកខ្លាំងកម្រិត0បាននៅឡើយហើយនៅពេលនោះនាងក៏បាននឹកឃើញដល់មិត្តរួមការងារគេម្នាក់មានឈ្មោះថាជីនហូដែលខឹងដល់ថ្នាក់ហែកឯកសារបិទសំណុំរឿងចោលព្រោះតែគេចង់តាមដានអ្នកខ្លាំងនោះឲ្យឃើញម្យ៉ងហ៊ីបាននិយាយទាំងទឹកមុខស្រពោនថាប្រសិនបើយើងបោះបង់សំណុំរឿងនេះចោលតាមប្រធានរបស់យើងវាច្បាស់ណាស់គឺស្រួលខ្លួនក៏ប៉ុន្តែជីនហូនិងខ្ញុំមិនចង់ធ្វើបែបនេះឡើយស្រាប់តែភ្លាមនោះខណៈពេលដែលពួកគេទាំងពីរនាក់កំពុងតែនិយាយម្យ៉ងហ៊ីបែរជាមានអារម្មណ៍មិនធម្មតាមួយបានកើតឡើងខួរក្បាលរបស់នាងបញ្ជាឲ្យងាកខ្លួនភ្លាមព្រោះនាងមានអារម្មណ៍ថាអ្វីម្យ៉ាងមិនប្រក្រតីបានកើតឡើងនៅពីក្រោយខ្នងរបស់ពួកគេទាំងពីរនាក់គឺកាំងស៊ូកំពុងតែដើរកាត់រួមជាមួយធម្មពលអរ៉ាដ៏ក្រាស់ឃ្មឹកនិងគួរឲ្យខ្លាចបំផុតដែលមានតែអ្នកកម្រិតខ្ពស់ដូចម្យ៉ងហ៊ីប៉ុណ្ណោះទើបមានអារម្មណ៍ដឹងម្យ៉ងហ៊ីភ័យរន្ធត់ដល់ថ្នាក់បែកញើសពេញក្បាលរួចគិតក្នុងចិត្តថាបុរសម្នាក់នេះមានធម្មពលអរ៉ាពិតជាខ្លាំងក្លាខាងណាស់ដែលនាងមិនដែលជួបពីមុនមកនេះម្យ៉ងហ៊ីកំពុងផ្ដោតអារម្មណ៍យ៉ាងខ្លាំងនាងបានប្រើជំនាញ Aura Scanning ដើម្បីស្វែងរកធម្មពលអំបញ្ញបាញ់នេះក៏ប៉ុន្តែធម្មពលមួយនោះវាបានបាត់ទៅវិញដោយផ្នែកបន្ទោអញ្ចឹងមានចាប់ផ្ដើមបែកញើសរួចគិតក្នុងចិត្តថាបើខ្ញុំមិនច្រឡំនោះទេបុរសម្នាក់នោះយ៉ាងហោចណាស់ក៏ជាកម្រិត A ដែរឬមួយក៏គេគឺជាកម្រិត0ដែលសមាគមកំពុងតាមរកនៅពេលនោះដែរសម្លេងរបស់ម្ចាស់ហាងបានពន្លឺឡើងនិងកាត់ផ្ដាច់អារម្មណ៍របស់នាងបាត់ទៅម្ចាស់ហាងបានលើកអាហារឲ្យពួកគេទាំងពីរនាក់រួចនិយាយថាម្ហូបដែលបានកំងបានមកដល់ហើយមានមីខ្មៅ2ចានសាច់ជ្រូកបំពងជូរអែមនិងនំប៉ាវថែមហ្វ្រីម្យ៉ងហ៊ីបានចាប់ផ្ដើមញ៉ាំមីខ្មៅយ៉ាងឆ្ងាញ់អស្ចារ្យរួចនាងគិតក្នុងចិត្តថាប្រហែលមិញនេះនាងឃ្លានពេកទៅហើយទើបច្រឡំស្មារតីថាមានធម្មពលដ៏អស្ចារ្យបានលេចឡើងនាងបានបន្តទៀតថាមនុស្សខ្លាំងកម្រិត0មករស់នៅកន្លែងបែបនេះវាស្ដាប់ទៅពិតជាមិនគួរឲ្យជឿមែនតើនៅពេលនាងកំពុងតែញ៉ាំនាងបានស្រែកឡើងដោយភាពត្រេកអរថាហេតុអ្វីបានជាឯងមិននាំបងមកទីនេះឲ្យលឿនជាងនេះបន្តិចហើយនាងបាននិយាយបន្តទៀតថាចាប់ពីថ្ងៃនេះតទៅហាងនេះគឺជាហាងទេវតានៃមីខ្មៅសម្រាប់បងហើយណាហើយនាងសប្បាយចិត្តដល់ថ្នាក់លើកចានមីឡើងតែម្ដងម្យ៉ងជិនសោយទាំងធូរទ្រង់ថាឃើញទេខ្ញុំដឹងថាបងស្រីចូលចិត្តនៅទីនេះមិនខានព្រោះកន្លែងនេះគឺជាទេវតានៃមីខ្មៅណាម្យ៉ងហ៊ីនិយាយបណ្ដាញ៉ាំបណ្ដាថាមីខ្មៅនៅទីនេះមិនគួររសជាតិឆ្ងាញ់ដល់ថ្នាក់នឹងតែសោះកាត់មកដល់កាងស៊ូវិញគេកំពុងអង្គុយកូនរបស់ម្ចាស់ហាងតែទឹកមុខរបស់គេកំពុងតែសម្លឹងមើលម្យ៉ងហ៊ីរួចគិតក្នុងចិត្តថាអូហូចេះតាមដានមនុស្សដែលមានញៀនដឹងថាធម្មពលពិសេសនៅទីនេះមែនកាំងស៊ូបានសង្កេតមើលអ្នកទាំងពីររួចដឹងភ្លាមថាធម្មពលរបស់អ្នកទាំងពីរមិនធម្មតានោះទេហើយពួកគេទាំងពីរនាក់មានសមត្ថភាពកម្រិតរហូតដល់ថ្នាក់ Master តែម្ដងនៅពេលនោះដែរកាំងស៊ូបានច្របាច់តុក្កតាខ្លាឃ្មុំនៅក្នុងដៃយ៉ាងណែនរួចគិតក្នុងចិត្តថាពួកគេទាំងពីរនាក់នេះគឺជាអ្វីខិតមែនគាត់ត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះមិនដឹងថាពួកគេទាំងពីរនាក់ដឹងថាធម្មពលរបស់គេមាននៅពេលណាទៀតឡើយហើយកាំងស៊ូត្រូវតែស៊ើបអង្កេតរឿងអ្វីខិននេះឲ្យកាន់តែច្បាស់បន្តិចទៀតហើយបន្ទាប់ពីភ្ញៀវចេញអស់កាំងស៊ូក៏បានប្រើប្រាស់ក្បាច់គុណបញ្ជាធាតុទឹកដើម្បីសម្អាតតុនិងកម្រាលឥដ្ឋក្នុងហាងយ៉ាងស្ទាត់ជំនាញកាំងស៊ូបានសម្លឹងមើលលទ្ធផលការងាររបស់ខ្លួនរួចគិតក្នុងចិត្តថាទោះវានៅតែមិនទាន់ស្អាតឥតខ្ចោះក៏ប៉ុន្តែនៅតែគ្រាន់បើដែរគេបាននឹកឃើញដល់អ្នកខ្លាំងទាំងពីររូបអំបញ្ញបាញ់នោះរួចគិតក្នុងចិត្តថាខ្ញុំត្រូវតែរៀនសូត្រពីពិភពលោកមួយនេះយឺតតាមសម្រួលមិនចាំបាច់ប្រញាប់នោះទេតែទោះបីជាយ៉ាងណាក៏ដោយគេនៅតែមានចម្ងល់ចំពោះពាក្យថា Awakener ដែលសុនថេបាននិយាយអំបញ្ញមិញខ្លាំងណាស់
ការស៊ូឈរគិតយ៉ាងជ្រៅនៅក្នុងហាងស្រាប់តែមានសម្លេងអ្វីម្យ៉ាងបានពន្លឺឡើងយ៉ាងខ្លាំងពីក្រៅហាងវូម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 នៅពេលនោះដែរកាំងស៊ូក៏បានងាកទៅរកប្រភពសម្លេងមួយនោះទាំងការប្រុងប្រយ័ត្នបំផុតគេបានឧទាននៅក្នុងចិត្តថាតើសម្លេងក្រហមដ៏គួរឲ្យខ្លាចមួយនេះវាចេញមកពីពិភពកន្លែងណាដែរហើយនៅពេលនោះដែរកាំងស៊ូក៏បានប្រញាប់រត់ចេញពីក្រៅហាងភ្លាមស្រាប់តែឃើញស៊ុនថេមកដល់ល្មមស៊ុនថេញញឹមយ៉ាងស្រស់រួចនិយាយទៅកាន់កាំងស៊ូថាមកដល់ល្មមកាំងស៊ូខ្ញុំកំពុងតែចង់ហៅឯងមកមើលរបស់នេះល្មមស៊ុនថេកំពុងឈរចិត្តរបស់ម្យ៉ាងដែលកាំងស៊ូមិនដែលឃើញពីមុនមកវាមើលទៅរលើបរលោមនិងរឹងមាំខ្លាំងណាស់ស៊ុនថេបានប្រទេសនាមថានេះគឺជាអ្វីដែលគេហៅថាម៉ូតូឯងច្បាស់ជាត្រូវការវាដើម្បីយកទៅដឹកជញ្ជូនអាហារមិនខានកាំងស៊ូបានសម្លឹងមើលម៉ូតូទាំងការភាំងភ័ណ្ឌគេបានគិតក្នុងចិត្តថានេះគឺជាសត្វចម្លែកដែកមែនទេស៊ុនថេបានបន្តទៀតថាដើម្បីជិះរបស់នេះបានឯងត្រូវតែត្រៀមខ្លួនឲ្យបានល្អព្រោះវាមិនមែនជារឿងលេងសើចនោះទេមុនដំបូងឯងត្រូវតែសាំនឹងវាជាមុនសិនស៊ុនថេនិយាយទាំងភាពជឿជាក់ភ្លាមនោះស៊ុនថេក៏បានបោះមួកសុវត្ថិភាពឲ្យកាំងស៊ូពាក់ហើយកាំងស៊ូក៏បានចាប់វាជាប់រួចសួរទាំងចម្ងល់ថាតើរបស់នេះគឺជាអ្វីទៅស៊ុនថេតបវិញយ៉ាងរហ័សវាគឺជាមួកសុវត្ថិភាពសម្រាប់ការពារក្បាលឯងនោះអីម៉ូតូនេះវាលឿនខ្លាំងណាស់ដូច្នេះឯងត្រូវតែមានរបស់ការពារខ្លួនបែបនេះហើយកាំងស៊ូបានសម្លឹងមើលមួកក្នុងដៃរួចគិតក្នុងចិត្តថារបស់ក្នុងដៃនេះមើលទៅហាក់បីដូចជាមួករបស់កងទ័ពសេះតែខ្ញុំធ្លាប់ឃើញអញ្ចឹងកាំងស៊ូចាប់ផ្ដើមពាក់មួកមួយនោះយឺតគេមានអារម្មណ៍ថាខ្លួនឯងកំពុងតែត្រៀមខ្លួនចេញទៅធ្វើសឹកសង្គ្រាមអញ្ចឹងស៊ុនថេឃើញកាំងស៊ូពាក់មួករួចរាល់ក៏ប្រាប់ថាអូខេបើឯងរួចរាល់ហើយឡើងមកអង្គុយពីក្រោយខ្ញុំមកកាំងស៊ូឡើងជិះពីក្រោយស៊ុនថេទាំងចិត្តរំភើបផងបារម្ភផងអារម្មណ៍នេះដូចជាកំពុងជិះកូនសេះតូចអញ្ចឹងស៊ុនថេចាប់ផ្ដើមរោម៉ាស៊ីនរួចប្រាប់ថាទោះវាដូចជាសេះក៏ប៉ុន្តែល្បឿនរបស់វាលឿនជាងសេះរាប់សិបដងទៀតដូចនេះហើយកុំភ័យភ្ញាក់ផ្អើយណាស៊ុនថេស្រែកប្រាប់កាំងស៊ូថាត្រៀមខ្លួនឲ្យស្រួលចាប់ឲ្យណែនគេនឹងចេញដំណើរហើយណាម៉ូតូស្ទុះទៅមុខយ៉ាងល្បឿនលឿនអស្ចារ្យធ្វើឲ្យកាំងស៊ូស្រែកក្នុងចិត្តថាអីយ៉ាល្បឿនពិតជាលឿនមិនធម្មតាមែនកាំងស៊ូបាននឹកឃើញដល់គ្រាដំបូងដែលខ្លួនមកដល់ពិភពលោកមួយនេះគេធ្លាប់ច្រឡំបន្ទប់ទឹកជាមួយនឹងអណ្ដូងដែលនៅពេលនោះគេកំពុងតែរៀនគ្រប់គ្រងសេះដែកនេះទៅហើយសេះដែកហ្នឹងកាំងស៊ូសំដៅទៅលើម៉ូតូស៊ុនថេបានបន្តបើកដប់កាំងស៊ូយ៉ាងលឿនកាត់តាមដងផ្លូវក្នុងទីក្រុងក្នុងចិត្តកាំងស៊ូលួចរអ៊ូថាតើរបស់នេះវាមិនយឺតពេកទេអីហើយសំឡេងវាទៀតសោតក៏លឺខ្លាំងរំខានដល់ត្រចៀកខ្លាំងណាស់ហើយគេគិតក្នុងចិត្តទៀតថាបើខ្ញុំប្រើក្បាច់គុណរត់លើអាកាសវិញប្រហែលជាលឿនជាងជិះអាសេះដែកនេះទៅទៀតមិនយូរប៉ុន្មានស៊ុនថេក៏បាននាំកាំងស៊ូមកឈប់មុខអាគារដ៏ខ្ពស់ស្កឹមស្កៃមួយកន្លែងស៊ុនថេបានបញ្យល់ថានៅទីនេះគឺជាអាគារ W ដែលមានម៉ួយរបស់ពួកយើងរស់នៅច្រើនខ្លាំងណាស់ដូច្នេះហើយឯងត្រូវតែមកទីនេះឲ្យបានញឹកញាប់ណាកាំងស៊ូបានសម្លឹងមើលអាគារមួយនោះរួចសួរទាំងចម្ងល់ថាស៊ុនថេតើឯងមិនបានប្រាប់ខ្ញុំទេអីថានៅទីនេះគឺជាកន្លែងដ៏គ្រោះថ្នាក់បំផុតដែលមានពពួកបិសាចចេញមកកាំងស៊ូក៏សួរបន្តទៀតថាចុះហេតុអ្វីបានជាមនុស្សម្នានៅតែបន្តរស់នៅកន្លែងដ៏គ្រោះថ្នាក់បំផុតបែបនេះទៅវិញស៊ុនថេបានដកដង្ហើមធំរួចគិតដល់ការពី25ឆ្នាំមុននៅពេលដែលពួកបិសាចចាប់ផ្ដើមចេញមកលុកដោយពិភពលោកយើងដំបូងនៅការនោះពិភពលោកទាំងមូលហាក់បីដូចជាគ្មានសុវត្ថិភាពសម្រាប់មនុស្សជាតិតតែសោះតែក្រោយមកមនុស្សក៏បានរកឃើញនៅវិធីប្រើប្រាស់ធម្មពលចេញពីគ្រាប់ម៉ាណាដើម្បីបង្កើតជារបាំងការពារអាគារពីពួកបិសាចកាំងស៊ូក៏បានកាត់សម្ដីសួរថាតើអាគ្រាប់ម៉ាណាដែលឯងនិយាយអំបញ្ញមិញនេះវាគឺជាអ្វីទៅស៊ុនថេបានប្រាប់ថាវាគឺជាត្បូងម្យ៉ាងដែលមានធម្មពលខ្លាំងណាស់ដែលគេរកឃើញនៅក្នុងសាកសពរបស់ពពួកបិសាចដោយសារតែធម្មពលដ៏មហិមារបស់វាមនុស្សបានយកវាធ្វើជាប្រភពធម្មពលជំនួសដើម្បីអភិវឌ្ឍបច្ចេកវិទ្យាឲ្យកាន់តែទំនើបទៅបន្ទាប់ពីនិយាយគ្នារួចស៊ុនថេក៏បានយកភេសជ្ជៈមួយកំប៉ុងពណ៌ក្រហមម្យ៉ាងចេញមកវាគឺជាភេសជ្ជៈម្យ៉ាងដែលគេឲ្យឈ្មោះថាកូកាកូឡាគេបានហុចវាឲ្យទៅកាន់កាំងស៊ូទាំងញញឹម
កាងស៊ូឯងស្រែកទឹកទេសាររបស់នេះតិចមើលគ្រាន់តែសុនថេបើកំពុងឮសំឡេងភ្លាមធ្វើឲ្យកាងស៊ូភ្ញាក់ផ្អើលយ៉ាងខ្លាំងកាងស៊ូបានសួរថាតើសំឡេងនេះគឺជាសំឡេងអ្វីទៅសុនថេសោចរួចធានាថារសជាតិរបស់វាគឺប្លែកដែលឯងមិនដែលធ្លាប់ឃើញពីមុនមកជឿជាក់លើខ្ញុំមើលកាងស៊ូស្ទាក់ស្ទើរតែនៅពេលដែលគេនឹកឃើញដល់រសជាតិមីខ្មៅដ៏គួរឲ្យឆ្ងាញ់មួយនោះគេក៏បានដាច់ចិត្តលើកំប៉ុងនោះមកភ្លក់សាក់មើលគ្រាន់តែទឹកកូកាកូឡាបបានធ្លាក់ចូលក្នុងមាត់ភ្លាមកាំងស៊ូភ្ញាក់ព្រឺតវាដូចទៅនឹងមានរន្ទះបាញ់ក្នុងខ្លួនអញ្ចឹងគេបានឧទានក្នុងចិត្តថារសជាតិនេះសូម្បីតែឱសថថ្នាំទេពនៅក្នុងពិភពលោករបស់គេមិនអាចប្រៀបប្រដូចបាននោះដែរវាផ្អែមស្រស់ស្រាយហើយជ្រាបចូលដល់ក្នុងក្រពះដូចជាការយល់ដឹងពីក្បាច់កូដថ្មីមកបោកបក់ក្នុងខួរក្បាលអញ្ចឹងសុនថេបានសោកយ៉ាងសប្បាយរួចប្រាប់ថាមិនត្រឹមតែឆ្ងាញ់នោះទេវាអាចជួយរំលាយអាហារឲ្យបានល្អផងដែរធ្វើឲ្យកាងស៊ូរាន់មាត់ថារបស់នេះពិតជាល្អអស្ចារ្យខ្លាំងណាស់បន្ទាប់ពីពួកគេទាំងពីរនាក់សម្រាកបាត់ហត់ហើយសុនថេក៏បានបបួលត្រឡប់ទៅវិញតោះពួកយើងសម្រាប់គ្រាន់បើហើយត្រឡប់ទៅវិញអត់កាំងស៊ូសម្លឹងមើលម៉ូតូរួចសួរទៅកាន់សុនថេទាំងចម្ងល់ថាសុនថេតើវាចាំបាច់ណាស់មែនទេតែត្រូវជិះអាសេះដែកមួយនេះដើម្បីដឹកជញ្ជូនអាហារសុនថេងាកមកបញ្យល់ថាតាមពិតទៅវាមានពិធីសាស្ត្រផ្សេងដែរតែគ្មានអ្វីដែលអាចទៅដល់ផ្លូវតូចៗបានលឿនជាងម៉ូតូនោះឡើយស្រាប់តែកាងស៊ូនិយាយពាក្យដែលធ្វើឲ្យសុនថេស្ទើរតែធ្លាក់ពីលើម៉ូតូទៅហើយគេបាននិយាយថាចុះបើគេដឹកអាហារជំនួសដោយការរត់វិញទៅមិនទៅសុនថេស្រែកទាំងការហួសចិត្តថាស្អីគេទេឯងចង់រត់ដឹកអាហារមែនសុនថេបានព្យាយាមបញ្យល់ថាបើដឹកឲ្យគេយឺតមីនឹងរឹងអស់ហើយរសជាតិក៏មិនឆ្ងាញ់ដែរហើយអតិថិជននឹងច្បាស់ជាខឹងឯងមិនខានកាងស៊ូបានលើកមេដៃរួចតបទាំងភាពជឿជាក់ថាកុំបារម្ភពេកអីព្រោះល្បឿនរបស់ខ្ញុំលឿនជាងម៉ូតូរបស់ឯងឆ្ងាយខ្លាំងណាស់សុនថេភាំងស្មារតីរួចគិតក្នុងចិត្តថាបើផ្អែកលើអ្វីដែលខ្ញុំបានឃើញបើកាងស៊ូពិតជាអ្នកខ្លាំងកម្រិតខ្ពស់មែននោះវាក៏អាចទៅរួចដែរហើយទីបំផុតសុនថេក៏បានយល់ព្រមហើយប្រាប់ថាបើឯងជឿជាក់ដល់ថ្នាក់ហ្នឹងទៅហើយតើសាកល្បងដែរអត់សុនថេបានសួរបញ្ជាក់ទៅកាន់កាងស៊ូថាតើឯងនៅចាំផ្លូវទៅហាងរបស់យើងបានអត់កាងស៊ូតបទាំងភាពជឿជាក់ថាជាការពិតណាស់ខ្ញុំនៅចាំខ្លាំងណាស់ហើយទឹកមុខរបស់កាងស៊ូមើលទៅពោពេញទៅដោយភាពជឿជាក់និងមានមហិច្ឆតាខ្លាំងណាស់សុនថេបានដាក់លក្ខខណ្ឌការប្រកួតប្រជែងភ្លាមអញ្ចឹងបើឯងរត់ឯខ្ញុំវិញជិះម៉ូតូតើយើងទាំងពីរនាក់តើអ្នកណាមកដល់ហាងមុនសុនថេបន្តថាបើឯងរត់ទៅដល់ហាងមុនខ្ញុំនឹងអនុញ្ញាតឲ្យឯងដឹកជញ្ជូនអាហារដោយមិនបាច់ប្រើម៉ូតូឡើយសុនថេបានរៀបចំមួកសុវត្ថិភាពនិងបានរោម៉ាស៊ីនតើឯងរួចរាល់ហើយឬនៅសុនថេបានបើកម៉ូតូស្ទុះទៅមុខយ៉ាងលឿនទុកឲ្យកាងស៊ូត្រៀមបញ្ចេញក្បាច់គុណមកពីម៉ូរិនរបស់គេដើម្បីប្រកួតប្រជែងល្បឿនជាមួយម៉ាស៊ីនម៉ូតូមួយនោះរឿងរ៉ាវបានរំលឹកពីអតីតកាលរបស់កាងស៊ូដ៏អស្ចារ្យកាលពីដើមឡើយគេគឺជាអ្នកជួយសង្គ្រោះជីវិតមនុស្សដ៏អស្ចារ្យម្នាក់រហូតដល់គេដាក់រហស្សនាមថាអធិរាជអណ្ដាតភ្លើងក៏ប៉ុន្តែមូលហេតុពិតប្រាកដដែលធ្វើឲ្យគេក្លាយជាមនុស្សកំពូលគឺដោយសារតែក្បាច់គុណដ៏អស្ចារ្យរបស់គេបំផុតក្បាច់គុណមួយនោះមានឈ្មោះថា Invincible Body Technique ក្បាច់មួយនោះសាហាវអស្ចារ្យខ្លាំងណាស់គឺអាចធ្វើឲ្យគេបាត់បានស្រមោលឈឹងមិនអាចឲ្យសត្រូវមើលឃើញឬដឹងខ្លួនឡើយទោះបីជាគេនៅក្បែរសត្រូវក៏ដោយហើយបន្ទាប់ពីគេទទួលបានងារជាព្រះនៃសេចក្តីស្លាប់គេបានឈានដល់កម្រិតយល់ដឹងថ្មីមួយទៀតដោយបានកែប្រែក្បាច់ Invincible Technique ចាស់ឲ្យទៅក្លាយជាក្បាច់ថ្មីដ៏កំពូលមួយក្បាច់ដែលគេបានបង្កើតថ្មីនោះគេបានដាក់ឈ្មោះវាថា Void Invincible Technique ដែលជាក្បាច់គុណគ្មានពីរនៅលើលោកកាត់មកសម័យបច្ចុប្បន្នវិញកាងស៊ូបានប្រើប្រាស់ក្បាច់ Void Invincible Technique គាត់បានសម្រាលខ្លួនយ៉ាងរំភើយនៅកណ្ដាលទីក្រុងយ៉ាងមានទំនុកចិត្តគេអាចធ្វើដំណើរឆ្លងកាត់ហ្វូងមនុស្សយ៉ាងលឿនបំផុតដោយមិនឲ្យអ្នកណាម្នាក់ចាប់អារម្មណ៍តតែសោះទោះបីជាត្រូវដើរកាត់ហ្វូងមនុស្សដែលកំពុងអ៊ូអរក៏ដោយក៏វត្តមានរបស់គេត្រូវបានលាក់កំបាំងយ៉ាងជិតឈឹងវាមិនត្រឹមតែអាចលាក់កំបាំងវត្តមានរបស់គេតែប៉ុណ្ណោះនោះទេក៏ប៉ុន្តែវាថែមទាំងផ្ដល់នូវល្បឿនការរហ័សរហួនដែលមនុស្សធម្មតាមិនអាចធ្វើវារួចដោយសារតែសមត្ថភាពដ៏ខ្លាំងអស្ចារ្យរបស់គេនេះហើយទើបគេទទួលបានងារខ្ពស់បំផុតក្នុងពិភពលោកមូរិនគឺ
ព្រះនៃក្បាច់គុតបន្ទាប់មកសាច់រឿងបានកាត់មកកាន់សុនថេដែលកំពុងជិះម៉ូតូដឹកអាហារតាមផ្លូវយ៉ាងមមាញឹកក្នុងចិត្តរបស់គេកំពុងតែឆ្ងល់ថាតើបាត់កាំងស៊ូទៅកន្លែងណាហើយឬមួយគេមកមិនទាន់ទេដឹងគេជឿជាក់លើខ្លួនឯងខ្លាំងណាស់ថាលើកនេះគេប្រកាសជាឈ្នះទៅលើកាំងស៊ូហើយព្រោះគេជិះម៉ូតូអស់ល្បឿនទៅហើយលុះពេលគេមកដល់ហាងគេបានរុញទ្វារចូលហាងភ្លាមសុនថេក៏ស្រែកសួររកកាំងស៊ូទាំងដង្ហក់ក៏ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺកាំងស៊ូកំពុងឈរចាំគេនៅក្នុងហាងបាត់ទៅហើយថែមទាំងឲ្យកូនស្រីរបស់គេជិះកកាំងស៊ូទៀតផងសុនថេភ្ញាក់ផ្អើលរួចសួរទៅកាន់កាំងស៊ូថាចុះឯងមកដល់ហាងតាំងពីពេលណាមកហេតុអ្វីបានជាលឿនជាងម៉ូតូរបស់ខ្ញុំទៅទៀតប្រពន្ធរបស់គេដែលឈរពីក្រោយកាំងស៊ូបានឆ្លើយតបទាំងស្នាមញញឹមថាអូកាំងស៊ូគេមកដល់តាំងពី10នាទីមុនឯណោះសុនថេស្ទើរតែមិនជឿនឹងត្រចៀករបស់ខ្លួនគេក៏ដឹងច្បាស់ហើយថាសមត្ថភាពរបស់កាំងស៊ូគឺមិនធម្មតានោះទេសុនថេបានពោលពាក្យឡើងថាដោយដែលឯងនិយាយមែនឯងដឹកអីវ៉ាន់ដោយដើរគឺលឿនជាងម៉ូតូរបស់ខ្ញុំទៅទៀតហើយនៅពេលនោះដែរសុនថេក៏បានបបួលកាំងស៊ូឲ្យទៅធ្វើតេស្តខ្លាចជាអ្វីខិនព្រោះគេចង់ដឹងថាតើកាំងស៊ូស្ថិតនៅក្នុងរ៉េងណាដែរឃើញសុនថេរំភើបខ្លាំងពេកកាំងស៊ូក៏បានងក់ក្បាលយល់ព្រមតាមសំណើហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងអញ្ចឹងសាច់រឿងបានកាត់ដំណើរមកដល់របស់ពួកគេទាំងពីរនាក់នេះគឺជាអគារកប់ពពកដែលជាមជ្ឈមណ្ឌលសម្រាប់ធ្វើតេស្ត Awakener សុនថេបាននាំកាំងស៊ូមកដល់ច្រកទ្វាររបស់អគារយ៉ាងត្រេកអរហាក់បីដូចជាខ្លួនជាអ្នកធ្វើតេស្តអញ្ចឹងសុនថេស្រែកឡើងទាំងរំភើបថាទីបំផុតយើងមកដល់ហើយចំណែកឯកាំងស៊ូវិញដើរតាមគេពីក្រោយធ្វើមុខយ៉ាងស្មើទោះបីជាសុនថេបានបបួលកាំងស៊ូមកដល់ក៏ដោយក៏ប៉ុន្តែពេលមកដល់ឃើញមនុស្សច្រើនពេកសុនថេចាប់ផ្ដើមបារម្ភក្នុងចិត្តថាមនុស្សច្រើនអញ្ចឹងតើកាំងស៊ូអាចធ្វើវាបានល្អដែរទេកន្លែងហ្នឹងសុនថេមានន័យថាអ្វីម្យ៉ាងគឺចំនួនមានដែនកំណត់មិនថាឱកាសការងារឬចំនួនអីវ៉ាន់នោះទេគឺមានដែនកំណត់តែអស់ហើយគឺអស់ហើយអញ្ចឹងណាក៏ប៉ុន្តែមុននឹងអាចធ្វើតេស្តបានគឺមានបញ្ហាមួយបានកើតឡើងគឺជាការបំពេញបែបបទរដ្ឋបាលដោយសារតែកាំងស៊ូមកពីពិភពលោកផ្សេងគេគ្មានអត្តសញ្ញាណប័ណ្ណអាស័យដ្ឋានរស់នៅច្បាស់លាស់នោះទេគឺតម្រូវឲ្យសុនថេជួយដោះស្រាយដោយប្រើត្រកូលថាកាងនិងដាក់អាស័យដ្ឋានរស់នៅបច្ចុប្បន្ននៅក្នុងហាងរបស់ខ្លួនជំនួសវិញសុនថេខំជួយជ្រោមជ្រែងកាំងស៊ូគ្រប់បែបយ៉ាងព្រោះគេចាប់ទុកកាំងស៊ូគឺជាអ្នកមានគុណដ៏ធំបំផុតរបស់គេនៅពេលដែលរៀបចំបែបបទរដ្ឋបាលរួចកាំងស៊ូក៏សួរទៅកាន់សុនថេទាំងចម្ងល់ថាចោះតេស្តហ្នឹងគេធ្វើអ្វីខ្លះទៅសុនថេក៏បានបញ្យល់ថានៅពេលដែលឯងចូលទៅក្នុងហ្នឹងគេនឹងឲ្យឯងកាន់គ្រាប់ឃ្លីចំនួន2គ្រាប់ឃ្លីទាំងពីរនោះមានថាមពលអគ្គិសនីរត់ឆ្លងកាត់គេបានបញ្យល់បន្តទៀតថាបើថាមពលអគ្គិសនីរត់ឆ្លងកាត់ខ្លួនរបស់យើងកាន់តែច្រើននោះមានន័យថាខ្លះរបស់យើងគឺកាន់តែទាបក៏ប៉ុន្តែបើយើងអាចទប់ស្កាត់មិនឲ្យថាមពលនោះរត់ឆ្លងកាត់កាន់តែច្រើនខ្លះរបស់យើងកាន់តែខ្ពស់កាំងស៊ូសួរទៅវិញទាំងមុខស្ងួតថាតើការទទួលបានក្លាសខ្ពស់វាគឺជារឿងល្អមែនសុនថេឆ្លើយតបភ្លាមៗថាប្រកាសណាស់បើឯងមានក្លាសខ្ពស់ជីវិតរបស់ឯងនឹងផ្លាស់ប្ដូរ360ដឺក្រេហើយគេនឹងចាប់ទុកឯងដូចជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ជាតិអញ្ចឹងសុនថេបន្តនិយាយទាំងទឹកមុខរំភើបថាសរុបជារួមមកបើក្លាសរបស់ឯងខ្ពស់ឯងនឹងមានជីវិតភ្លឺស្វាងរស់នៅយ៉ាងមានសេចក្តីសុខអញ្ចឹងក៏ប៉ុន្តែសម្រាប់កាំងស៊ូវិញគេបែរជាគិតក្នុងចិត្តថាបើជាអ្នកដតីប្រហែលជាសប្បាយចិត្តរំសប្បាយបាត់ទៅហើយក៏ប៉ុន្តែសម្រាប់រូបគេវិញគេធ្លាប់ឆ្លងកាត់រឿងរ៉ាវរាប់មិនអស់ទៅហើយគេដឹងច្បាស់ហើយថាទ្រព្យសម្បត្តិគេឈ្មោះគឺគ្មានន័យសម្រាប់គេឡើយគេធ្លាប់ឃើញហើយថាចំណងរបស់មនុស្សគឺគ្មានទីបញ្ចប់នោះទេទោះបីជាបំពេញយ៉ាងណាក៏មិនចេះស្ងប់ស្កល់ដែរគេធ្លាប់ធុញទ្រាន់នឹងពិភពលោកបែបនេះទៅហើយទើបគេសម្រេចចិត្តទៅរស់នៅយ៉ាងស្ងប់ស្ងាត់ជាមួយនឹងក្មេងស្រីម្នាក់នៅក្នុងភូមិដ៏ដាច់ស្រយាលកាលពីអតីតកាលដូចនេះហើយគេមិនចង់ឲ្យជីវិតដ៏ស្ងប់ស្ងាត់នៅទីនេះត្រូវបានគេរំខាននោះឡើយគេសម្រេចចិត្តថាអញ្ចឹងខ្ញុំត្រូវតែគ្រប់គ្រងធម៌ពលក្នុងខ្លួនមិនឲ្យបញ្ចេញមកច្រើនពេកនោះទេបន្ទាប់មកកាំងស៊ូក៏បានដើរទៅធ្វើតេស្តឲ្យចំណែកឯសុនថេវិញក៏បានជូនពរកាំងស៊ូឲ្យមានសេចក្តីសុខនិងសំណាងល្អផងដែរក៏ប៉ុន្តែកាំងស៊ូដើរមិនទាន់បានប៉ុន្មានផងក៏ងាកមកសួរសុនថេវិញថាចុះបន្ទប់ធ្វើតេស្តនៅកន្លែងណាវិញធ្វើឲ្យសុនថេហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីបែក
ពីសុនថេការសូក៏បានដើរទៅក្នុងប្រអប់យន្តមួយដ៏អស្ចារ្យគេឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីបានជាប្រអប់មួយនេះវាអាចចេះដើរដោយខ្លួនឯងអញ្ចឹងចេះបើកទ្វារដោយខ្លួនឯងហើយថែមទាំងចេះនិយាយទៀតផងគេគិតក្នុងចិត្តថាតើនេះខ្មោចឡងមែនលុះចន្ទាយន្តឡើងដល់ជាន់ទី2វាក៏បានបើកឡើងហើយក៏មាននៅបុរសម្នាក់កំពុងរង់ចាំរួចសួរទៅកាន់គេថាតើលោកគឺជាកាងស៊ូមែនបុរសម្នាក់នោះមានឈ្មោះថាផាក់ស៊ូគឺជាប្រធានទី2ដែលត្រូវមកទទួលបន្ទុកមើលការខុសត្រូវលើការបង្ហាត់បង្រៀនដល់កាងស៊ូអ្នកទាំងពីរបានចាប់ដៃគ្នាដោយរាក់ទាក់ផាក់និយាយទៅកាន់កាងស៊ូថាគេពិតជាខានមកជួបអ្នកដែលមកពីតំបន់ isolationist បែបនេះយូរណាស់មកហើយអាពាក្យមួយហ្នឹងមានន័យថាអ្នកដែលមកពីតំបន់ដាច់ស្រយាលអញ្ចឹងណាកំពុងតែដើរបណ្ដើរផាក់ក៏បានរៀបរាប់បណ្ដើរថាកាលពី10ឆ្នាំមុនមានមនុស្សដោយកាងស៊ូច្រើនខ្លាំងណាស់ក៏ប៉ុន្តែឥឡូវមានតិចតួចបំផុតព្រោះប្រទេសកូរ៉េខាងត្បូងចាប់ផ្ដើមគ្រប់គ្រងស្ថានភាពបានវិញលោកផាក់និយាយបណ្ដើរសើចបណ្ដើរថាតំបន់ខាងជើងកាលពីមុននិងឥឡូវគឺគ្មានសង្ឃឹមដូចគ្នាលើបែបនេះកាងស៊ូក៏ចាប់ផ្ដើមធ្វើមុខឆ្ងល់ថាតើភាគខាងជើងហ្នឹងគឺជាអ្វីទៅព្រោះគេទើបតែមកពីពិភពមូរិនមិនសូវដឹងរឿងរ៉ាវភូមិសាស្ត្រពិភពលោកមួយនេះឡើយទីបំផុតពួកគេទាំងពីរនាក់បានមកដល់មុខខ្លោងទ្វារបន្ទប់ធ្វើតេស្តហើយលោកផាក់បានប្រាប់ថាការបង្ហាត់បង្រៀនបន្តទៀតគឺអាស្រ័យលើលទ្ធផលធ្វើតេស្តដែលគេទទួលបាននៅថ្ងៃនេះហើយពេលចូលទៅដល់ខាងក្នុងកាំងស៊ូបានជួបជាមួយនឹងអ្នកធ្វើតេស្តឲ្យគេហើយលោកផាក់បានណែនាំថាថ្ងៃនេះខ្ញុំបានយកមនុស្សម្នាក់មកធ្វើតេស្តហើយកាំងស៊ូក៏បានឃើញក្របឃ្លីមួយនោះគេឲ្យឈ្មោះវាថា Beach ដែលមានពណ៌រូបរាងដូចដែលសុនថេបានប្រាប់កាលពីមុនមិនខុសនោះទេអ្នកធ្វើតេស្តបានប្រាប់ឲ្យគេដាក់ដៃទាំងពីរនៅលើក្របឃ្លីមួយនោះហើយហាមគេកុំឲ្យកម្រើកក្នុងអំឡុងពេលធ្វើតេស្តគ្រាន់តែដាក់ដៃលើក្របឃ្លីនោះភ្លាមថាមពលក្នុងខ្លួនរបស់កាងស៊ូក៏បញ្ចេញមកប្រឆាំងនឹងចរន្តអគ្គិសនីរបស់ម៉ាស៊ីនដោយស្វ័យប្រវត្តិគេបានចាប់ផ្ដើមនឹកឃើញដល់ពាក្យសម្ដីរបស់សុនថេបានប្រាប់ទៅកាន់គេថាបើគេអាចទប់ទល់នឹងថាមពលនោះបានកាន់តែខ្លាំងខ្លះរបស់គេកាន់តែខ្ពស់ក៏ប៉ុន្តែដោយសារកាងស៊ូចង់រស់នៅបែបសាមញ្ញបំផុតគេក៏បានសម្រេចចិត្តបង្ក្រាបនិងគ្រប់គ្រងថាមពលក្នុងខ្លួនមិនឲ្យវាចេញមកក្រៅច្រើនពេកនោះទេគេបានទប់ធម្មពលដ៏មហិមារបស់គេឲ្យមកនៅត្រឹមកម្រិតទាបបំផុតដើម្បីកុំឲ្យម៉ាស៊ីនវាវាស់ទង់ដឹងថាគេគឺជាមនុស្សកំពូលបន្ទាប់ពីម៉ាស៊ីនឈប់ដំណើរការអ្នកធ្វើតេស្តប្រាប់ឲ្យគេដកដៃចេញបានហើយអ្នកធ្វើតេស្តចាប់ផ្ដើមពិនិត្យមើលលទ្ធផលរបស់គេលទ្ធផលត្រូវបានប្រកាសចេញមកថាកាំងស៊ូទទួលបាន Class F លោកផាក់លើបែបនេះស្រងាក់ចិត្តយ៉ាងខ្លាំងព្រោះ Class F លើសពីមនុស្សធម្មតាតែបន្តិចប៉ុណ្ណោះហើយចំណែកឯ Class ដែលគេចាប់ទុកថាជាមនុស្សធម្មតាគ្មានសមត្ថភាពគឺ Class G លោកផាក់សម្លឹងមើលកាំងស៊ូទាំងក្តីបារម្ភគេគិតក្នុងចិត្តថាកាំងស៊ូច្បាស់ជាកំពុងតូចចិត្តនិងអស់សង្ឃឹមខ្លាំងណាស់ហើយដែលទទួលបានលទ្ធផលទាបបែបនេះក៏ប៉ុន្តែការពិតវិញកាំងស៊ូកំពុងតែឈរគិតស្ដាយក្រោយម្នាក់ឯងថាខ្ញុំបានធ្វើខុសបច្ចេកទេសបន្តិចទៅហើយតាមពិតទៅខ្ញុំចង់បាន Class G នឹងតែចៃដន្យអីវាទុកអត់ជាប់ក៏បាន Class F ទៅបន្ទាប់ពីពួកគេទាំងពីរនាក់បានចេញមកក្រៅវិញដោយសារតែក្តីអាណិតពេកលោកផាកក៏បានស្រែកលើកទឹកចិត្តកាងស៊ូលឺពេញអាគារថាកុំតូចចិត្តពេកអីClass វាមិនមែនជាអ្វីៗគ្រប់យ៉ាងក្នុងជីវិតនោះទេខំប្រឹងឡើងណាធ្វើឲ្យកាងស៊ូគាំងទៅនឹងលោកគ្រូម្នាក់នេះបាត់ទៅហើយនឹងហើយអ្នកនរគ្នាឥឡូវខ្ញុំសូមបញ្ចប់រឿងនឹងប៉ុណ្្នឹងសិនហើយដោយសារពីខ្ញុំទើបតែប្រឡង final ហើយអញ្ចឹងក៏អត់សូវមានពេលធ្វើច្រើនទៀតដែរដោយសារហត់ពេកអញ្ចឹងពីខ្ញុំបាទឌីអូតូស៊ីជម្រាបលា